បងប្អូនពួកគាត់จะឃើញព័ត៌មានខាងចៅស៊ីនគេផុសដែលសហរដ្ឋអាមេរិកបានផ្ដល់នៅរថពាសដែកមកឲ្យប្រទេសវាហើយចង់ដឹងថាតើរថពាសដែកទាំងអស់ហ្នឹងមានឈ្មោះអីខ្លះហើយសមត្ថភាពវាយ៉ាងណាមកតាមដានទស្សនាជាមួយខ្ញុំបាទនៅក្នុងវីដេអូនេះទាំងអស់គ្នារដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកបានផ្ដល់និងលក់រថពាសដែកសំខាន់មួយចំនួនដល់ឲ្យប្រទេសថៃដើម្បីពង្រឹងសមត្ថភាពការពារជាតិនិងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីររថពាសដែកដែលលេចធ្លោជាងគេគឺ Striker ICV ហើយទាំងនេះគឺជាសមត្ថភាពនិងលក្ខណៈពិសេសនៃរថពាសដែកដែលអាមេរិកផ្ដល់ឲ្យថៃមួយរថពាសដែកកង់8 Striker M1126 ICV ថៃគឺជាប្រទេសដំបូងគេក្រៅពីសហរដ្ឋអាមេរិកដែលប្រើប្រាស់រថពាសដែកប្រភេទនេះល្បឿននិងភាពបត់បែនវាជារថពាសដែកប្រើប្រាស់កង់8គ្រាប់ដែលអាចរត់បានល្បឿនលឿនជាង100គីឡូម៉ែត្រក្នុង1ម៉ោងនៅលើផ្លូវកស៊ូនិងមានភាពស្ងាត់ជាងរថពាសដែកប្រើច្រវាក់ការការពារទួលខ្លួនមានសមត្ថភាពការពារគ្រាប់កាំភ្លើងយន្តធុនធ្ងន់ 14.5 មីលីម៉ែត្រនិងមានស្រទាប់ការពារបន្ថែមប្រឆាំងនឹងគ្រាប់បែកកែច្នៃឬគ្រាប់ RPG ប្រសិនបើបំពាក់ទ្រង់ដៃការពារអាវុធជាទូទៅវាបំពាក់ដោយកាំភ្លើងយន្តធុនធ្ងន់ MP Browning 50 caliber ឬកាំភ្លើងបាញ់គ្រាប់បែក40 មីលីម៉ែត្រ MK19 ដែលបញ្ជាដោយប្រព័ន្ធតេឡេបញ្ជាពីក្នុងរថយន្តសមត្ថភាពដឹកជញ្ជូនអាចដឹកជញ្ជូនកងទ័ពបាន9នាក់មិនរាប់បញ្ចូលអ្នកបើកបរនិងមេបញ្ជាការ2នាក់ពីរថពាសដែកប្រភេទ M113 A2 A3 ទោះបីជាវាជាបច្ចេកវិទ្យាចាស់បន្តិចមែនប៉ុន្តែសហរដ្ឋអាមេរិកបានផ្ដល់និងជួយធ្វើបច្ចុប្បន្នភាពដល់ថៃជាបន្តបន្ទាប់ភាពធន់ជាប្រភេទប្រើប្រាស់ច្រវាក់ដែលស័ក្តិសមបំផុតសម្រាប់ភូមិសាស្ត្រដីភក់ឬព្រៃភ្នំក្នុងតំបន់អាស៊ីអាគ្នេយ៍ការប្រើប្រាស់ចម្រុះថៃប្រើប្រាស់វាសម្រាប់ដឹកជញ្ជូនទ័ពជាឡានពេទ្យសមរភូមិនិងជាបណ្ដុំបញ្ជាការដ្ឋានចល័ត3រថពាសដែកដែលការពារមីន V150 Commando វាជារថពាសដែកកង់4ដែលមានភាពរហ័សរហួនប្រើប្រាស់សម្រាប់កិច្ចការសន្តិសុខផ្ទៃក្នុងនិងល្បាតតាមព្រំដែនវាមានសមត្ថភាពអាចចុះទឹកបានទាំងនេះគឺជាប្រភេទរថពាសដែកដែលសហរដ្ឋអាមេរិកបានផ្ដល់មកឲ្យថៃតើបងប្អូនយល់យ៉ាងណាដែរចំពោះសមត្ថភាពក៏ដូចជាអ្វីដែលខ្ញុំបានរៀបរាប់នៅក្នុងវីដេអូនេះសូមកុំភ្លេច comment ហើយនិង share វីដេអូនេះម្នាក់មួយផងបាទអរគុណច្រើន